សួស្តីបងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំចង់ធ្វើវីដេអូមួយបង្ហាញពីសភៅដែលខ្ញុំទើបតែខ្ចីពីបណ្ណាល័យមកអញ្ចឹងសភៅហ្នឹងគឺតាក់ទងមួយប្រវត្តិសាស្ត្ររបស់ខ្មែរយើងហើយសរសេរដោយជនជាតិបរទេសអញ្ចឹងសភៅទី1គឺមានចំណងជើងថា The Khmer's History and Treasures of an Ancient Civilizations ហើយនៅសភៅទី2ដែលមានចំណងជើងថា Angkor and the Khmer Civilizations អញ្ចឹងខ្ញុំមិនដឹងថាបងប្អូនអរគ្នាខ្ញុំអត់ទេណាតែខ្ញុំតាំងពីប្រទេសយើងមានសង្គ្រាមមកគឺធ្វើឲ្យខ្ញុំចាប់ដើមកាន់តែមានអារម្មណ៍ថាខ្ញុំចង់អានចង់ដឹងប្រវត្តិសាស្ត្រឲ្យបានកាន់តែស៊ីជម្រៅជាងមុនអញ្ចឹងឥឡូវហ្នឹងក្រៅពីអានសភៅប្រវត្តិសាស្ត្រខ្មែរយើងដែលសរសេរឡើងដោយជនជាតិខ្មែរខ្ញុំក៏ចាប់ផ្ដើមអានសភៅប្រវត្តិសាស្ត្ររបស់ខ្មែរយើងដែលសរសេរដោយជនជាតិបរទេសហើយក្រៅពីហ្នឹងសភៅប្រវត្តិសាស្ត្ររបស់ប្រទេសជិតខាងយើងដូចជាសៀមហើយនិងវៀតណាមហ្នឹងក៏ខ្ញុំចាប់ផ្ដើមអានដែរដើម្បីស្វែងយល់កាន់តែស៊ីជម្រៅថាតើប្រវត្តិសាស្ត្រដែលបានសរសេរហ្នឹងគឺមានលក្ខណៈដូចគ្នាឬខុសគ្នាមិនដែរដោយដែលយើងដឹងជាក់ស្ដែងហើយថាប្រវត្តិសាស្ត្រដែលយើងរៀនហើយនៅប្រវត្តិសាស្ត្រដែលថៃរឿងគឺខុសគ្នាខ្លាំងថៃក៏អត់ទទួលស្គាល់នៅអ្វីដែលជាប្រវត្តិសាស្ត្រទេទើបធ្វើឲ្យចេះតែមានបញ្ហាកើតឡើងហើយប្រជាជនគឺមានអារម្មណ៍ថាស្អប់គ្នាខឹងគ្នាដែល base ទៅលើប្រវត្តិសាស្ត្រដែលគាត់បានរៀនដែលគាត់យល់ច្រឡំអញ្ចឹងណាអញ្ចឹងខ្ញុំជំរុញឲ្យបងប្អូនទាំងអស់គ្នាជាងការដែលយើងទៅបាក់ទឹកចិត្តទៅឆ្លោះប្រកែកមួយពួកគាត់យើងខំប្រឹងប្រែងសមត្ថភាពខ្លួនឯងប្រឹងការអានឲ្យច្រើនជាងមុនស្វែងយល់ឲ្យកាន់ជាងឲ្យស្វែងយល់ឲ្យកាន់តែច្បាស់ពីឫសគល់អីទាំងអស់ហ្នឹងអាហ្នឹងវាគឺជាផ្នែកមួយនៅក្នុងការពង្រឹងសមត្ថភាពរបស់យើងដែរអូខេហ្នឹងហើយបងប្អូនអរគ្នាអញ្ចឹងសង្ឃឹមថាតាមរយៈនៅបទពិសោធន៍ហើយនឹងការជិះចាប់លើកនេះយើងទាំងអស់គ្នាក្រោកឈរឡើងទាំងអស់គ្នារួបរวมគ្នាមានស្មារតីស្នេហាជាតិហើយយើងខំប្រឹងប្រែងសមត្ថភាពរបស់យើងឲ្យកាន់តែខ្លាំងជាងមុនការដែលពេលដែលយើងខ្លាំងគឺមានន័យថាទុនធានមនុស្សខ្លាំងអញ្ចឹងគឺអត់មានប្រទេសណាដែលគាត់ហ៊ានមកមើលងាយយើងបានទៀតទេអូខេបងប្អូនអរគ្នា